5 ចំណុចលើកយកឡើង5ចំណុចដែលការខ្ញុំរៀននៅអ្នកវិទ្យាល័យខ្ញុំអត់ដឹងទេ5ចំណុចហ្នឹងប្រហែលជាដោយសារសម័យហ្នឹងបច្ចេកវិទ្យាអត់សូវមានប្រហែលជាក្មេងឥឡូវបងប្អូនកូនក្មួយឥឡូវប្រហែលជាអាចដឹងច្រើនជាងកាលខ្ញុំអត់ដឹងកាលខ្ញុំនៅរៀនវិទ្យាល័យហ្នឹងទី1គឺពាក់ព័ន្ធមួយសាកលវិទ្យាល័យខ្ញុំអត់ដឹងថាសាកលវិទ្យាល័យនៅភ្នំពេញហ្នឹងមានអីខ្លះទេដឹងថាសាកលវិទ្យាល័យប្រមាណហើយមានផ្នែកជំនាញឯកទេសអីខ្លះអញ្ចឹងទី1គឺសាកលវិទ្យាល័យខ្ញុំអត់ដឹងទេអញ្ចឹងប្រហែលជាបងប្អូនលើអត់ដឹងទេព្រោះមាន Facebook មានអ៊ីនធឺណិតមានប្រព័ន្ធបច្ចេកវិទ្យាមានសិស្សបងច្រើនមករៀនច្រើនជំនាន់ហើយកាលជំនាន់ខ្ញុំអត់សូវមានអ្នកមករៀនពេញហើយក៏មានដែរតែក៏មានបណ្ដាញទំនាក់ទំនងគ្នាអត់ដឹងនិយាយទៅអញ្ចឹងដូចនៅពេញឧទាហរណ៍មានសាលាច្រើនហើយធ្វើឲ្យយើងដឹងថាគួររើសយកអីហើយការចំណងខ្ញុំប្រហែលជាសិស្សបកាយគេដឹងសិស្សបកាយដែលគេធ្លាប់មកពេញឬក៏មានបងប្អូននៅពេញឬក៏មានអីអញ្ចឹងធ្លាប់មានតំណែងអញ្ចឹងគេដឹងច្រើនប៉ុន្តែសម្រាប់ខ្ញុំមកចំពោះខ្ញុំនៅសិក្សានៅអីហើយអត់សូវមានបងប្អូនយើងក្រអត់សូវមានឃើញអ្នកដែលរៀនជំនាន់មុនទៀតអត់បានដែរសួរនាំទៀតអត់ដឹងមកអញ្ចឹងឧទាហរណ៍ដូចសាកលវិទ្យាល័យមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបរៀនជំនាញខាងមុខជាច្រើនមាន IT មានបរៀនមានទាំងផ្នែកសង្គមសាស្ត្រមនុស្សសាស្ត្រមានទាំងភាសាបរទេសមានទាំងបច្ចេកវិទ្យាមានទាំងវិស្វកម្មមានទាំងផ្នែកអីផ្សេងអ្នកនងការបរទេសអ្នកនងអន្តរជាតិអីយ៉ាងច្រើនយ៉ាងទៅឧទាហរណ៍មានសាលាភូមិន្ទរដ្ឋខាងភូមិន្ទកសិកម្មជំនាញផ្នែកខាងកសិកម្មអភិវឌ្ឍជនបទអីហ្នឹងមកកំភ្លុះយ៉ាងទៅជំនាញខាងច្បាប់មេធាវីឬចៅក្រមមាននៅភូមិន្ទនីតិសាស្ត្រអីចឹងទៅមានជាច្រើនហើយខាងពេទ្យមាននៅខាងសាលាខំសាលាសុខាភិបាលអីចឹងទៅកាលណាអត់ដឹងចឹងអត់មានព័ត៌មានចឹងទី2គឺអត់ដឹងជំនាញទៀតមិនដឹងថាមានជំនាញអីខ្លះជំនាញអីខ្លះចេញទៅធ្វើអីអញ្ចឹងនឹងឯងប្រហែលជាបងប្អូនលើអត់ដឹងហើយបើមិនដឹងទេអាចចូលទៅមើលតាមសាកលវិទ្យាល័យដែលខ្ញុំបានចែកម្លែកហ្នឹងអាចដឹងថាមានមុខវិជ្ជាខ្លះគេរៀនអីខ្លះអញ្ចឹងនឹងឯងអ្នកដែលអាចមើលតាមជំនាញតាមសាកលវិទ្យាល័យហ្នឹងទៅសាកលវិទ្យាល័យដែលល្បីឧទាហរណ៍ដូចនៅស៊ីតិចឬមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញគេល្បីផ្នែកខាង IT ផ្នែកខាងភាសាបរទេសដែលគេមាន IFL ហើយល្បីខាងបច្ចេកវិទ្យាឬមួយក៏អីហ្នឹងមាន Techno ហើយល្បីខាងណែពាក្យច្រើនគ្រូបរិញ្ញាគឺចេញពីសាលាភូមិន្ទទៅភូមិន្ទសាកលវិទ្យាល័យភូមិន្ទភ្នំពេញអញ្ចឹងមានជំនាញច្រើនប្រវត្តិភូមិគីមីជីវៈទេសចរអ្នកម្ដងការបរទេសឬមួយក៏សារព័ត៌មាន media អីហ្នឹងនៅភូមិន្ទហ្នឹងហើយបងប្អូនចូលចិត្តខាង graphic design ឬអីហ្នឹងហើយមានភូមិន្ទចិត្តសិល្បៈខាងគំនូរខាងវិស្វករខាងដូរតន្ត្រីខាងអ្នកភ្លេងឬខាងច្រៀងអីហ្នឹងគឺមានសាកលវិទ្យាល័យហ្នឹង search ចូលទៅមើលតាមទំព័រ Facebook page របស់ពួកគាត់ទៅបងប្អូនរៀនថ្នាក់ទី10ទី11ទី12ហ្នឹងរៀនមើលហ្នឹងហើយអញ្ចឹងចំណុច2ហ្នឹងដែលខ្ញុំអត់ដឹងទេកាលហ្នឹងចំណុចទី3គឺសាលាបច្ចេកជំនាញបច្ចេកទេសកាលហ្នឹងខ្ញុំអត់សូវដឹងដែរអញ្ចឹងបងប្អូនណាដែលរៀនអត់ចូលអត់ចង់រៀនបញ្ញាបត្រអីឬមួយក៏អីញ៉ៃសាំញ៉ាំច្រើនជំនាញបច្ចេកទេសល្អបំផុតទេសយើងកំពុងអភិវឌ្ឍអញ្ចឹងរកអ្នកចេះជំនាញបច្ចេកទេសជួយការងារច្រើនអញ្ចឹងជំនាញបច្ចេកទេសមានច្រើនមាននៅសាលាដុនបូស្កូមាននៅតាមក្រសួងការងារអីអញ្ចឹងច្រើនមានយើងទៅរៀនផ្នែកខាងជំនាញតម្លើងរថយន្តជួសជុលរថយន្តឬមួយក៏អីផ្សេងទៀតណាព្រោះរោងចក្រឥឡូវចាប់ដើមយកមកដាក់នៅប្រទេសកម្ពុជាយើងឯងព្រោះហើយនឹងឲ្យយកមកដាក់នៅអាស៊ីហ្នឹងព្រោះតម្លៃពលកម្មធូរអញ្ចឹងរៀនប្រព័ន្ធអេឡិចត្រូនិកឬមួយក៏ខាងបង្គំអីផ្សេងតិចទៅមុខទៅមានក្រុមហ៊ុនដាក់ផលិតទូរស័ព្ទឧទាហរណ៍ក្រុមហ៊ុនផលិតយានយន្តឬក៏ក្រុមហ៊ុនផ្សេងទៀតអញ្ចឹងបើយើងមានអ្នកបច្ចេកទេសនៅក្នុងហ្នឹងស្រាប់ឬមួយក៏យើងមានជំនាញរៀនជំនាញវគ្គខ្លីនៅហ្នឹងស្រាប់នៅពេលដែលមានក្រុមហ៊ុនអស់ហ្នឹងមកមានអ្នកបច្ចេកទេសខ្ពស់ពីប្រទេសគេមកអ្នកដែលចេះដឹងគេអាចយកមកខ្លះហើយអញ្ចឹងយើងដែលមានគ្រឹះហើយទៀតចូលធ្វើការល្មមបានហើយដំបូងចូលជាមួយក្រុមហ៊ុនអស់ហ្នឹងទៅយូរទៅយើងបកកែតែម្ដងអញ្ចឹងទី3គឺជំនាញបច្ចេកទេសគឺមានបើមិនចង់ហ៊ានបញ្ញាបត្ររៀនអីញ៉ៃច្រើនរៀនជំនាញបច្ចេកទេសទៅមួយឆ្នាំ2ឆ្នាំអីអាចចេះដោះស្រាយបញ្ហាខាងអគ្គិសនីឧទាហរណ៍ខាងយានយន្តខាងdesign វគ្គខ្លីឬអីអញ្ចឹងអាហ្នឹងគឺមានជំនាញបច្ចេកទេសហ្នឹងគឺល្អមែនទែន
សាលាDon Bosco មាននៅច្រើនដែរមាននៅកែបមាននៅកំពង់សោមមាននៅពេញយើងអីហ្នឹងក៏មានបាទហើយរឿងទី4ដែលខ្ញុំអត់ដឹងដែរគឺពាក់ព័ន្ធមួយអាហារូបករណ៍ខ្ញុំឃើញមិត្តភ័ក្ដិខ្ញុំសិស្សបកាយអីគេដឹងនៅពេលដែលរៀនមកដល់សាកលពួកគេទៅកន្លែងវិទ្យាស្ថានដែលមានដាក់ប្រកាសអាហារូបករណ៍ហ្នឹងគេទៅប្រឡងមានអ្នកខ្លះជាប់ទៅថៃមានអ្នកខ្លះជាប់ទៅវៀតណាមមានអ្នកខ្លះជាប់ទៅចិនមានអ្នកខ្លះជាប់ទៅជប៉ុនអីចឹងណាអញ្ចឹងពួកគាត់ដឹងហ្នឹងអញ្ចឹងឥឡូវហ្នឹងឲ្យបងប្អូនអាច search មើលទៅតាមFacebook ឬក៏ website ឬ Google បានហ្នឹងគឺត្រៀមទី10ទី11 12ហ្នឹងត្រៀមហ្នឹងទៅហើយរឿងទី5ទៀតដែលខ្ញុំអត់ដឹងគឺអង្គការមានអង្គការក្រៅរដ្ឋាភិបាលច្រើនមែនទែននៅខ្មែរយើងហើយចិត្តអង្គការប្រហែលជាទាំងចុះឈ្មោះទាំងអីទាំងអង្គការក្រៅរដ្ឋាភិបាលឬក៏ institution អញ្ចឹងណាគេហៅថាស្ថាប័នក្រៅរដ្ឋាភិបាលអញ្ចឹងជួយច្រើនមែនទែនឧទាហរណ៍ថាដូចសាលាបាយ Spoon ឬមួយ CGI ឬមួយក៏ Bloom ការទាំងអស់ហ្នឹងឲ្យសុទ្ធតែផ្ដល់នៅជំនាញវគ្គបណ្ដុះបណ្ដាលឧទាហរណ៍ដូចសាលាបាយផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បងប្អូនសិស្សសានុសិស្សដែលក្រីក្រនៅពេលដែលគេទៅធ្វើគេចុះទៅមើលដែរមិនមែនគេចេះយកចុះទៅមើលឃើញថាក្រគេយកចូលរៀននៅនឹងហើយគេផ្ដល់វគ្គបណ្ដុះបណ្ដាលគេនោះល្អមែនទែនគឺបដិសណ្ឋារកិច្ចឬផ្នែកទេសចរណ៍កម្រិតខ្ពស់ចេញទៅគឺមានជំនាញវិជ្ជាជីវៈមកធ្វើសាក់នៅ 5 star hotel បាទស្ថានភាពកាយ5កាយ4គឺលំដាប់តែម្ដងអញ្ចឹងនៅដូច front desk office ឬគេហៅថាការិយាល័យជួរមុខហ្នឹងក៏អញ្ចឹងដែរទៅធ្វើការនៅហ្នឹងគឺប្រាក់ខែខ្ពស់ហើយគេទទួលស្គាល់លំដាប់ថ្នាក់បរទេសតែម្ដងអញ្ចឹងសាលាអង្គការផ្សេងមានជាច្រើនដែលផ្ដល់ជំនាញដល់បងប្អូនជាពិសេសបងប្អូនដែលក្រីក្រអាចស្វែងរកព័ត៌មានអស់ហ្នឹងនៅលើតាម Facebook ឬ Google បានដែលគេបរៀនជំនាញល្អច្រើនមែនទែនតែមានវិជ្ជាជីវៈខ្ពស់ហើយអាចរកចំណូលបានខ្ពស់ដូចគ្នាហើយគេបរៀនតាំងពីភាសាអង់គ្លេសឬអីទៀតអញ្ចឹងបាទ5ចំណុចហ្នឹងកាលខ្ញុំរៀននៅវិទ្យាល័យខ្ញុំអត់ដឹងទេខ្ញុំអត់ដែលមិនសូវដឹងតែម្ដងពីរឿងហ្នឹងហើយមករៀនពិបាកមែនទែនខ្វះព័ត៌មានខ្វះការទំនាក់ទំនងស្គាល់គ្នាអញ្ចឹងសង្ឃឹមបងប្អូនថ្នាក់ទី10ទី11 12ឬក៏ទូចជាងហ្នឹងអីត្រៀមហើយយើងត្រូវដឹងថាមានសាកលវិទ្យាល័យច្រើនណាស់នៅប្រទេសកម្ពុជាយើងឥឡូវនេះមានគ្រប់ល្បីផ្នែកខាងឯកទេសរៀងខ្លួនផ្នែកខាងច្បាប់ក៏មានសាកលវិទ្យាល័យខាងច្បាប់ផ្នែកខាងកសិកម្មល្បីខាងកសិកម្មខាងភូមិន្ទមានភាសាបរទេសបច្ចេកវិទ្យាខាងសុខាភិបាលគឺមានសាកលវិទ្យាល័យខាងសុខាភិបាលហើយចំណែកជំនាញវិញច្រើនមើលតាមក្រសួងក៏បានដែរថាតើយើងឆ្លាញ់យ៉ាងអីយើងឆ្លាញ់ខាងប៉ូលីសទាហានពេទ្យឬមួយក៏ខាងនយោបាយឬមួយក៏ខាងការបរទេសឬក៏ខាងទូតអញ្ចឹងយើងអាចមើលតាមនឹងបានមានការងារឃើញការងារច្រើនទូលំទូលាយហើយប៉ុន្តែមានជំនាញបច្ចេកទេសអីយើងអាចមើលតាមជំនាញបច្ចេកទេសទៅអគ្គិសនីដំឡើងរថយន្តខាងបច្ចេកវិទ្យាខាង design ឬក៏ខាងដូរតន្ត្រីខាងសិល្បៈអីយើងជ្រើសរើសតាមហ្នឹងហើយបើយើងអត់មានលទ្ធភាពឬក៏មិនចង់ទៅណាច្រើនទេមើលតាមអង្គការយើងក្រីក្រនៅតំបន់ដាច់ស្រយាលឬអីចឹងកំព្រាឪពុកម្ដាយចឹងមើលទៅលើអង្គការជាច្រើនបាទអញ្ចឹងនេះវាប្រហែលចំណុចដែលខ្ញុំអត់ដឹងទេកាលនៅរៀនហើយសង្ឃឹមថាប្រហែលជាបងប្អូនលើដឹងច្រើនប៉ុន្តែនឹងគ្រាន់ចែករំលែកទៅក្នុងករណីថាបងប្អូនឬមួយក៏ឪពុកម្ដាយរបស់សិស្សអីអត់ដឹងគឺមានជំរឿច្រើនឥឡូវគឺមានជំរឿច្រើនកុំបារម្ភបាទសំខាន់ឲ្យតែយើងមានឆន្ទៈមានចិត្តជំរុញចង់ទៅគឺមានឱកាសបាទហ្នឹងអរគុណច្រើនបាយ